សុភាសិតមួយបានពោលថាសុភាពដូចខ្លារៀបសារដូចក្រពើល្ងាចល្ងើដូចជាជ្រូកសុភាពដូចខ្លាតើខ្លាសុភាពត្រង់ណាបើឲ្យពួកយើងអង្គុយរំលឹកពីចរិតលក្ខណៈគឺពិបាកប៉ុន្តែវាមានសកម្មភាពមួយដែលសុភាពនោះគឺការលបចាប់ចំណីសកម្មភាពលបពូនក្នុងស្មៅជាដើមពេលវាឃើញចំណីវាបោះជំហានមួយនឹងថ្នមកាលណាសត្វដែលវាកំពុងផ្ដោតនោះភ្លេចខ្លួនវានឹងកន្ទ្រកខំតែម្ដងនេះហើយគឺជាចំណុចសភាពរបស់សត្វខ្លាในនេះចង់សម្ដៅថារាល់មនុស្សណាដែលមានចរិតលក្ខណៈសុភាពមិនសូវចេះមាត់កមិនសូវចេះប្រតិកម្មពេលដែលខឹងឬជាមនុស្សមានចរិតស្ងប់ស្ងាត់លោកចង់ប្រាប់ថាចូលប្រយ័ត្ននឹងមនុស្សបែបនេះមនុស្សនេះមានពីរប្រភេទ1សុភាពប្រកបដោយធម៌សប្បុរស2សុភាពដោយលក្ខពុតមនុស្សប្រភេទទី2ជាមនុស្សមានចរិតចងគំនុំរងចាំឱកាសមនុស្សនេះមានទឹកមុខញឹមស្មើតែកាចដូចពាក្យចាស់ថាមើលគេឆ្នាំងបាយធ្លុះដូច្នេះកុំឃើញសុភាពចង់មើលងាយឬចង់បំពានឬកុំភ្លៀងផ្លត់ស្មារតីជាមួយមនុស្សមានចរិតសុភាពនេះអីប្រយ័ត្នគ្រោះថ្នាក់ដោយមិនដឹងខ្លួនរៀបសារដោយក្រពើមានចរិតលក្ខណៈរៀបសារនៅពេលចាប់ចំណីដូចគ្នាវារមែងសង្ងំស្ងៀមស្ងាត់នៅមាត់ទឹករងចាំសត្វផ្សេងចូលមកផឹកទឹកកាលណាសត្វទាំងនោះចូលគៀកភ្លេចខ្លួននោះវានឹងហក់ត្របាក់ខំចំណីហើយនេះជាចំណុចរៀបសាររបស់ក្រពើនៃនេះប្រហែលគ្នានឹងខ្លឹមសារខាងលើដែររាល់មនុស្សណាដែលមានលក្ខណៈខាងក្រៅសុភាពមើលទៅដូចជាស្លូតបូតមិនសូវចេះមាត់កនោះមិនប្រកាសថាគេជាមនុស្សកំសាន្តនោះទេមិនប្រកាសថាគេខ្លាចក្នុងការធ្វើរឿងធំឬរឿងកាចសាហាវនោះដែរដូច្នេះចូលយើងកុំតន់ប្រមាថចូលកុំបៀតបៀនដោយប្រការណាមួយឬកុំតន់ទុកចិត្តឲ្យសោះប្រយ័ត្នមានរឿងស្ដាយក្រោយដែលមិននឹកស្មានដល់ល្ងាចល្ងើដូចជាជ្រូកសត្វជ្រូកវាល្ងាចល្ងើយ៉ាងម៉េចខ្ញុំមិនធ្លាប់ចិញ្ចឹមជ្រូកសោះធ្លាប់តែមើលរឿងທາງជេងតួអាចជ្រូកប៉ាជេតែខ្ញុំដឹងពីន័យបង្កប់របស់វាឃ្លានេះសំដៅលើមនុស្សប្រភេទល្ងងដើម្បីបោកគេស៊ីបើរស់នៅជាមួយនរណាម្នាក់ឬនៅក្នុងក្រុមមនុស្សណាមួយប្រភេទជននេះឯងរមែងធ្វើជាឆោតធ្វើជាល្ងងដើម្បីនិយាយបញ្ចូលសរសើរអ្នកក្បែរខ្លួនឲ្យគេសប្បាយចិត្តកាលណាគេចូលតាមដែរនោះគេចេះតែហុចនេះហុចនោះឲ្យហូបរហូតទៅនេះហើយហៅថាល្ងាចល្ងើដូចជាជ្រូកគឺដើម្បីបោករកប្រយោជន៍មួយពោះនោះហើយមួយវិញទៀតមនុស្សនេះក្នុងកិច្ចការងារអ្វីមួយរមែងធ្វើមិនចេះធ្វើមិនដឹងព្រោះខ្លាចគេប្រើធម្មតាការងារមួយចំនួនគេប្រើតែអ្នកចេះប៉ុណ្ណោះហើយមនុស្សនេះធ្វើជាមិនចេះធ្វើជាលឿនដើម្បីគេចវេះរកស្រណុកមិនគ្រានោះឯង